ដំបូងខ្ញុំសូមគោរពទៅដល់លោកគ្រូអ្នកគ្រូនិងសួស្តីទៅកាន់សិស្សានុសិស្សទាំងអស់គ្នាខ្ញុំបាទឈ្មោះផាន់មករារៀននៅថ្នាក់ទី10សេខ្ញុំជាសមាជិកនៃក្រុមក្លឹបគណិតវិទ្យានៅសាលាវិទ្យាល័យគប្រីថ្ងៃនេះគឺខ្ញុំបានបកស្រាយនៅចម្ពោះទី1ពហុធាខ្លឹមសារ 3.1 ពន្លាតការ៉េនៃទ្វេធាមុននឹងគណនាលំហាត់បានយើងត្រូវដឹងអំពីរូបមន្តសំខាន់ជាមុនសិនទី1 a បូក b លើកជាការ៉េស្មើ a ការ៉េបូក 2ab បូក b ការ៉េទី2 a ដក b លើកជាការ៉េស្មើ a ការ៉េដក 2ab បូក b ការ៉េទី3 a ដក b កតា a បូក b ស្មើ a ការ៉េដក b ការ៉េរូបមន្តចុងក្រោយ a បូក b បូក c លើកជាការ៉េស្មើ a ការ៉េបូក b ការ៉េបូក c ការ៉េបូក 2ab បូក 2bc បូក 2acចូលមកដល់ឧទាហរណ៍របស់យើងចូលពន្លាតកន្សោមខាងក្រោមកគឺគេឲ្យ1លើ 2x បូក3លើកជាការ៉េខគេឲ្យ 3x ដក4លើកជាការ៉េក3ដក7កតា3បូក7ខx បូក y ដក2លើកជាការ៉េចូលមកដល់ដំណោះស្រាយរបស់យើងក1លើ 2x បូក3លើកជាការ៉េអញ្ចឹងយើងឃើញថាលំហាត់នេះគឺចូលរូបមន្តទី1របស់យើងគឺ a បូក b លើកជាការ៉េស្មើ a ការ៉េបូក 2ab បូក b ការ៉េគឺយើងត្រូវតាំង a និង b សិន1លើ 2x គឺយើងតាំង a ចំណែកឯបូក3គឺយើងតាំង b បន្ទាប់មកគឺយើងចំនួនចូលរូបមន្តរបស់យើងស្មើ1លើ 2x លើកជាការ៉េបូកឲ្យ2គុណនឹង3គុណនឹង1លើ 2x បូកឲ្យ3ការ៉េ1លើ 2x លើកជាការ៉េស្មើ1លើ 4x លើកx ការ៉េបូកឲ្យ6គុណឲ្យ1លើ 2x បូក9ចំណោទរបស់យើងគឺស្មើ1លើ 4x ការ៉េបូកឲ្យ 3x បូក9ដូចនេះកន្សោមរបស់យើង1លើ 2x បូក3លើកជាការ៉េស្មើ1លើ 4x ការ៉េបូកឲ្យ 3x បូក9ចូលមកដល់លំហាត់ខគឺគេឲ្យ 3x ដក4លើកជាការ៉េលំហាត់ទី2គឺយើងឃើញថាចូលរូបមន្តទី2របស់យើងគឺ a ដក b លើកជាការ៉េស្មើ a ការ៉េដក 2ab បូក b ការ៉េអញ្ចឹងគឺយើងត្រូវតាំងដូចគ្នាគឺយើងតាំង 3x គឺជា a ចំណែកឯដក4គឺជា b គឺយើងចំនួនចូលរូបមន្តរបស់យើងមកគឺបាន 3x លើកជាការ៉េដកឲ្យ2គុណនឹង 3x បូកគុណនឹង4បូកឲ្យ4ការ៉េគឺស្មើ3x លើកជាការ៉េគឺស្មើ 9x ការ៉េដកឲ្យ 6x គឺយើងបាន2គុណឲ្យ 3x បន្ទាប់មកគឺយើងគុណនឹង4បូកឲ្យ16គឺយើងបានមកពី4ការ៉េអញ្ចឹងគឺយើងគុណតទៀតមកគឺ 9x ការ៉េដកឲ្យ 24x គឺបាន 6x គុណឲ្យ4បូកឲ្យ16ដូចនេះកន្សោមរបស់យើង 3x ដកឲ្យ4លើកជាការ៉េស្មើ 9x ការ៉េដក 24x បូកឲ្យ16ចូលមកដល់លំហាត់កយើងបន្តទៀតគឺ3ដក7កតាឲ្យ3បូក7លំហាត់កគឺចូលរូបមន្តទី3របស់យើងគឺ a ដក b កតា a បូក b គឺស្មើ a ការ៉េដក b ការ៉េគឺយើងតាំងដូចគ្នាមកគឺតាំង 3a គឺជាតួ a ចំណែកឲ្យ7គឺជាតួ b បន្ទាប់មកគឺយើងចំនួនចូលរូបមន្តតែម្ដងគឺស្មើ 3a លើកជាការ៉េដកឲ្យ7លើកជាការ៉េអញ្ចឹងគឺស្មើ 3a លើកជាការ៉េគឺស្មើ 9a ការ៉េចំណែកឯ7ការ៉េគឺស្មើ49អញ្ចឹងចម្លើយគឺស្មើ 9a ការ៉េដកឲ្យ49ដូចនេះកន្សោមរបស់យើង 3a ដក7កតា 3a បូក7គឺស្មើ 9a ការ៉េដកឲ្យ49ចូលមកដល់លំហាត់ចុងក្រោយរបស់យើងគឺលំហាត់ខគឺគេឲ្យ x បូកឲ្យ y ដក2លើកជាការ៉េតាមរូបមន្តចុងក្រោយរបស់យើងគឺa បូក b បូក c លើកជាការ៉េគឺស្មើ a ការ៉េបូក b ការ៉េបូក c ការ៉េបូក 2ab បូក 2bc បូក 2ac គឺយើងតាំងដូចគ្នាយើងតាំង x គឺជាតួ a ចំណែកឯ y គឺជាតួ b និងដក2គឺជាតួ c យើងចំនួនចូលរូបមន្តរបស់យើងមកគឺបាន x ការ៉េបូកឲ្យ y ការ៉េបូកនឹងដក2លើកជាការ៉េបូកឲ្យ 2y xy បូកឲ្យ 2x គុណនឹងដក2បូកឲ្យ 2y គុណនឹងដក2អញ្ចឹងគឺស្មើ y ការ៉េបូកឲ្យ
x x ការ៉េបូកឲ្យ y ការ៉េបូក4បូក 2x y ដក 4x ដក 4y អញ្ចឹងចម្លើយរបស់យើងគឺស្មើx ការ៉េបូកឲ្យ y ការ៉េបូក 2x ការ៉េ 2x y ដកឲ្យ 4x ដកឲ្យ 4y បូក 4ដូចនេះកន្សោមរបស់យើង x បូក y ដក 2លើសជាការ៉េគឺស្មើ x ការ៉េបូក y ការ៉េបូក 2x y ដកឲ្យ 4x ដកឲ្យ 4y បូកឲ្យ 4ជាចុងក្រោយអរគុណទៅដល់អ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះសូមអរគុណ